សូមស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេស Reading Power Builder គឺជាការអានឲ្យយល់ហើយមេរៀនទាំងអស់នេះជួយឲ្យអ្នកអានភាសាអង់គ្លេសងាយយល់គ្រប់អត្ថបទក្នុងនោះដែរមាន100មេរៀនដើម្បីហ្វឹកហាត់ទី1ចូលមើលរូបភាពឲ្យយល់មុននឹងអានមេរៀនទី2ចូលអានអត្ថបទឲ្យយល់ហើយចាំទី3ចូលធ្វើលំហាត់គ្រប់ចំណុច A B C D and E 4ត្រូវផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន5ត្រូវតែយល់ឲ្យច្បាស់គ្រប់មេរៀនទាំងអស់ហើយអានដដែលរាល់ថ្ងៃ consistency រហូតដល់យល់ចូលចិត្តThe Lion and the Mouse. One day a lion was taking a walk. He walked into a net. "Help!" he yelled. "I can't get out." A fat little mouse came running along. She cried, "I'll help you." "Oh," said the lion. "How could you help? You're too little." "I can too help." "You'll see," she cried. And she began biting the net into small bits. When the lion got out, he smiled. He said, "You may be a little mouse, but you're a big help." មេរៀនទី9សត្វតោនិងកណ្ដុរថ្ងៃមួយសត្វតោបានកំពុងដើរលេងវាបានដើរចូលក្នុងអន្ទាក់មួយបន្ទាប់មកវាបានស្រែកថាជួយផងខ្ញុំមិនអាចចេញក្រៅបានទេពេលនោះមានកណ្ដុរតូចមួយក្បាលបានរត់មកវាស្រែកថាខ្ញុំនឹងជួយអ្នកតោបានលាន់មាត់ថាអូតើអ្នកជួយបានដូចម្ដេចព្រោះអ្នកមានមាឌតូចណាស់វាបានស្រែកថាខ្ញុំអាចជួយបានអ្នកនឹងដឹងហើយវាចាប់ផ្ដើមកកេរអន្ទាក់ឲ្យដាច់ជាចំណែកតូចពេលនោះតោបានចេញមកក្រៅវាបានញញឹមហើយបាននិយាយថាអ្នកជាកណ្ដុរតូចប៉ុន្តែអ្នកមានចិត្តសប្បុរសនិងជាជំនួយដ៏ធំ How well did you understand? Read each question. Right or B. 1. What does this story show? It's very easy to fool a lion. B. You don't have to be big to help. 2. Why did the lion yell? A. He wanted to make the mouse go away. B. He wanted someone to help him. 3. What did the mouse do for the lion? A. She let him out of the net. B. She ran to get help. For what did the lion think when he saw the mouse? A. That she didn't know how to help him. B. That she was too small to help him. 5. What could the mouse do that the lion could not do? A. Bite through nets. B. Get into nets. បន្ទាប់អំពីអ្នកអានអត្ថបទខាងលើមកតើអ្នកយល់ក្នុងអត្ថបទនេះបានកម្រិតណាចូលអានសំណួរទាំងអស់ហើយជ្រើសរើសអក្សរកឬខលេខ1តើរឿងនេះបង្ហាញអំពីអ្វីកវាងាយស្រួលណាស់ក្នុងការបញ្ឆោតសត្វតោខអ្នកមិនចាំបាច់ធំទេដើម្បីអាចជួយគេបានលេខ2តើហេតុអ្វីបានជាសត្វតោស្រែកកវាចង់ឲ្យកណ្ដុរទៅឆ្ងាយខវាចង់ឲ្យនរណាមួយជួយវាលេខ3តើកណ្ដុរធ្វើអ្វីសម្រាប់សត្វតោកវាជួយឲ្យសត្វតោអាចចេញពីអន្ទាក់បានខវាអាចរត់ទៅជួយលេខ4តើសត្វតោបានគិតដូចម្ដេចនៅពេលដែលវាឃើញកណ្ដុរកវាមិនដឹងទេថាកណ្ដុរជួយបានដោយរបៀបណាខកណ្ដុរជាសត្វតូចណាស់ដើម្បីជួយវាលេខ5តើអ្វីដែលកណ្ដុរអាចធ្វើបានប៉ុន្តែសត្វតោមិនអាចធ្វើបានទេកកេរអន្ទាក់ឲ្យខូចខចូលទៅក្នុងអន្ទាក់
សូមអរគុណសម្រាប់ការមើលពីដើមរហូតដល់ចប់ បើចង់រៀនបន្ថែមទៀត ទី1 សូមចុច link ភ្ជាប់ទៅ group Telegram ឬ scan QR 2 តាម Zoom ដែលមានលេខ 56 27 7382 02 3 សូមចុច link ភ្ជាប់ទៅមេរៀនជា PDF នៅក្នុង Google Drive បញ្ជាក់ដំណរដែលមានទាំងអស់នេះមាននៅខាងក្រោមវីដេអូទាំងអស់សូមអរគុណ